សួរទៅកាន់មិត្តភក្តិដែលនៅក្នុងបណ្ដាញសង្គមបាទថ្ងៃនេះយើងមករៀនពាក្យភាសាចិនដែលជាពាក្យសន្ទនាបាទពាក្យសន្ទនាខ្លះៗបាទនិយាយពីការងារបាទធម្មតាការសន្ទនាគ្នាយើងជួបគ្នាដំបូងយើងតែងតែនិយាយសួស្ដីឬជម្រាបសួរទៅកាន់គ្នាទៅវិញទៅមកហើយបាទមិនថាភាសាណាទេភាសាចិនក៏ដូចគ្នាដែរអញ្ចឹងយើងតែងតែមានតួអង្គពីរនាក់បាទអញ្ចឹងយើងតែងតែនិយាយពាក្យដូចភាសាចិនអញ្ចឹងតែងតែនិយាយពាក្យនីហៅអញ្ចឹងទៅវិញទៅមកអញ្ចឹងទៅបាទហើយបន្តមកទៀតបើយើងចង់សួរថាតើអ្នករវល់ដែរឬទេយើងត្រូវនិយាយជាភាសាចិនថានីកងជក់ម៉ាងម៉ានីកងជក់ម៉ាងម៉ាបាទតើអ្នករវល់ដែរឬទេហើយបើសិនជាគេរវល់គេថាវហិនម៉ាងខ្ញុំរវល់បាទហើយគេសួរយើងវិញនេះណាចុះអ្នកឯងវិញរវល់អត់បើយើងមិនរវល់យើងឆ្លើយថាវពុម៉ាងខ្ញុំអត់រវល់ទេតែបើយើងរឹងរវល់តិចយើងឆ្លើយថាវពុថៃម៉ាងខ្ញុំរវល់តិចអញ្ចឹងទៅបាទនឹងហើយចំពោះវីដេអូនេះគឺមានទីប៉ុណ្ណឹងទេបាទជាវីដេអូខ្លីបាទអរគុណ